อิสราจอได้บานประกาศផ្សាយដាក់ឲ្យប្រើប្រាស់ដោយបងទី1ប៉ុលពតសារាចរទាំងនោះបានហាម5មិនឲ្យបញ្ជូនមនុស្សវ័យចំណាស់ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលកំពុងមើលថែទារកនិងក្មេងៗតូចដែលមិនឲ្យធ្វើការតាមស្រែចម្ការឡើយក៏ប៉ុន្តែអ្វីដែលបងទី1ហាម5ទាំងអំបាលម៉ានខាងលើនេះពួកកម្មាភិបាលភូមិភាគពីជាប់ធ្វើទាំងអស់មិនរំលងសូម្បីមួយចំណុចសើមានអ្នកលើកយកមកនិយាយនោះទេការកាប់សម្លាប់អ្នកភូមិភាគពីជាប់ក្រោមការដឹកនាំរបស់ញឹមរស់ការបោះសម្បត្តិភូមិភាគនេះមានលក្ខណៈខុសប្លែកពីការបោះសម្បត្តិជាទូទៅនិងគួរឲ្យចាប់អារម្មណ៍ជាខ្លាំងត្បិតថាអ្នកដែលទទួលរងការកាប់សម្លាប់ទៀតសោតភាគច្រើនរមែងជាពួកកម្មាភិបាលម្ចាស់ស្រុកជ្រាបប្រធានសហគមន៍ដែលជាអ្នកកាច់ចង្កូតភូមិភាគនោះឲ្យទទួលរងទុក្ខវេទនាអត់បាយក្រហាយទឹកធ្វើបាបទៅលើប្រជាជនថ្មីពួក17មេសាដែលចម្លៀសមកពីតំបន់ផ្សេងក្នុងការវិតម្លៃប្រចាំឆ្នាំរបស់បកកុម្មុយនីសកម្ពុជាដែលពួកមេដឹកនាំសំខាន់បានរួមគ្នាបើកអង្គប្រជុំមួយដើម្បីវិតម្លៃអំពីលទ្ធផលផ្សេងដែលសម្រេចបានរបស់ជាតិហើយជាលទ្ធផលលេខាភូមិភាគបូព៌ារបស់សោភឹមបានទទួលបន្ទុកប្រសើរជាងគេខាងការបង្កបង្កើនផលភូមិភាគនិរដីរបស់តាមុកគ្រប់គ្រងបានល្អបង្គួរក៏ប៉ុន្តែភូមិភាគពីជាប់របស់ញឹមរស់ត្រូវបានគេកត់សម្គាល់ថាធ្វើការមិនបានសម្រេចជាច្រើនវិស័យហើយបន្ទាប់ពីមានការបើកស៊ើបអង្កេតរបស់អ៊ីងទ្រិតទៅកាន់ភូមិភាគពីជាប់ដោយផ្ទាល់តាមសំណើរបស់ប៉ុលពតដើម្បីឲ្យកាន់តែយល់ច្បាស់នឹងផ្នែកផងនោះអ៊ីងទ្រិតប្រពន្ធអ៊ីងសេរីដែលកាលនោះជាគណៈរដ្ឋមន្ត្រីទទួលបន្ទុកវិស័យសុខាភិបាលសុខុមាលភាពប្រជាជនបានមើលឃើញស្ដែងនឹងផ្នែកនៃការប្រព្រឹត្តខុសទៅលើប្រជាជនខ្លួនឯងរបស់ពួកកម្មាភិបាលភូមិភាគពីជាប់មិនត្រឹមតែប៉ុណ្ណោះអ៊ីងទ្រិតបានមើលឃើញថាពួកកម្មាភិបាលភូមិភាគពីជាប់ទាំងអស់នោះបានធ្វើខុសពីសារាចរដែលបានប្រកាសផ្សាយដាក់ឲ្យប្រើប្រាស់ដោយបងទី1ប៉ុលពតសារាចរទាំងនោះបានហាម5មិនឲ្យបញ្ជូនមនុស្សវ័យចំណាស់ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលកំពុងមើលថែទារកនិងក្មេងៗតូចដែលមិនឲ្យធ្វើការតាមស្រែចម្ការឡើយក៏ប៉ុន្តែអ្វីដែលបងទី1ហាម5ទាំងអំបាលម៉ានខាងលើនេះពួកកម្មាភិបាលភូមិភាគពីជាប់ធ្វើទាំងអស់មិនរំលងសូម្បីមួយចំណុចនៅក្នុង podcast សបសស្ដីអំពីពួកខ្មែរក្រហមនេះយើងនឹងបកស្រាយលូកឲ្យកប់មួយឲ្យជ្រៅថាហេតុអ្វីបានជាមានការកាប់សម្លាប់ពួកកម្មាភិបាលភូមិភាគពីជាប់និងថាហេតុអ្វីបានជាប្រជាជននៅភូមិភាគនេះរងគ្រោះដាច់បាយក្រហាយទឹកស្លាប់អស់ច្រើនជាងគេរស់នៅរងទុក្ខវេទនាជាងគេជាងឯងនិងថាតើដើម្បីបង្ក្រាបភូមិភាគនេះបានតើអំណាចកណ្ដាលនៅទីក្រុងភ្នំពេញបានប្រើប្រាស់កម្លាំងមកពីភូមិភាគណាចម្លើយទាំងអំបាលមកនេះយើងនឹងលើកយកមកនិយាយបកស្រាយដោយផ្អែកទៅលើសៀវភៅទឹកភ្នែកកម្ពុជារបស់លោកស្រី Elizabeth Baker ផ្ទាល់តែម្ដងនៅក្នុងសៀវភៅដែលបានរៀបរាប់យ៉ាងលម្អិតស្ដីអំពីការបោះសម្បត្តិភូមិភាគពីជាប់របស់ញឹមរស់នេះក៏បានបង្ហាញឲ្យយើងដឹងផងដែរថារលកជំនះលើកទី2ពីភូមិភាគ1ទៅភូមិភាគ1បានបន្សល់ទុកនូវសោកនាដកម្មធ្វើឲ្យមនុស្សស្លាប់គរជើងគ្នាព្រាត់ប្រាសគ្រួសារបាត់ប្តីបាត់ប្រពន្ធអត់បាយក្រហាយទឹកគ្មានទីជម្រកគ្រប់គ្រាន់ខ្វះទាំងទឹកផឹកខ្វះទាំងទឹកសម្រាប់ងូតកំឡុងពេលជំនះពីភូមិភាគនិរដីទៅកាន់ភូមិភាគពីជាប់តាមុកលេខាភូមិភាគនិរដីបានត្អូញត្អែថាតំបន់និរដីរបស់គាត់មានប្រជាជនច្រើនហួសចំណុះហើយគណៈកម្មាធិការមជ្ឈិមបក្សបានគ្រោងផែនការជាច្រើនក្នុងពេលតែមួយសម្រាប់ភូមិភាគនេះដែរប្រការនេះហើយដែលបកកុម្មុយនីសកម្ពុជាសម្រេចថាត្រូវតែរំលែកពីប្រជាជនភូមិភាគរបស់តាមុកទៅកាន់ភូមិភាគពីជាប់របស់ញឹមរស់ខ្លះក៏ប៉ុន្តែដោយផែនការជំនះប្រជាជននេះបានរៀបចំចេញពីផែនការរបស់ធនធានមនុស្សរលួយគ្មានគុណភាពរបស់ខ្មែរក្រហមផែនការជំនះនេះបានបង្កើតឲ្យមានមនុស្សស្លាប់គរជើងគ្នាខ្លាំងក្លាជាងការជំនះដំណាក់កាលដំបូងចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទស្រុកស្រែចម្ការក្នុងខែមេសាឆ្នាំ1975ទៅទៀតឧទាហរណ៍ជាក់ស្ដែងដែលបានរៀបរាប់ដោយគ្រួសារអ្នករស់រានមានជីវិតឈ្មោះថាម៉ៃបានឲ្យដឹងថាបន្ទាប់ពីជំនះពីភ្នំពេញតាកែវដោយថ្មើរជើង20ថ្ងៃគ្រួសាររបស់ម៉ៃបានទៅដល់តាកែវហើយបានតាំងទីជម្រកនៅទីនោះមិនយូរប៉ុន្មានសហគមន៍នៅក្នុងតំបន់រស់នៅរបស់ពួកគេបានបើកការប្រជុំធំមួយដើម្បីជ្រើសរើសអ្នកស្ម័គ្រចិត្តទៅរស់នៅភូមិភាគពីជាប់ការធ្វើដំណើរនោះបានទទួលដឹកឡាននៃកម្មញ្ញងរបស់យោធាខ្មែរក្រហមជាង20គ្រឿងដែលញាត់មនុស្សណែនណាន់តាន់តាប់ដោយគេដឹកជ្រូកយកទៅលក់នៅឯផ្សារបន្ទាប់ពីធ្វើដំណើរគ្មានឈប់សម្រាកអស់រយៈពេល1ថ្ងៃកន្លះគេបានឈប់ទម្លាក់ប្រជាជនឲ្យសម្រាកបត់ដៃបត់ជើងរួចបន្តដំណើរទៅដល់ឃ្លាំងផ្ទុកសម្ភារៈរថភ្លើងរបស់ខេត្តពោធិ៍សាត់
នៅកន្លែងផ្ទុកសម្ភារៈរថភ្លើងនោះហើយជាទីដែលគេឃើញមានមនុស្សជាច្រើនពាន់នាក់ពពាក់ពពូនគ្នាមកពីតំបន់ផ្សេងបោះជំរុំរងចាំរថភ្លើងបន្តដំណើរទៅភូមិភាគពីយប់ប្រជាជនទាំងអស់